ធ្យោបាយក្នុងការធ្វើដំណើរមានកង់មានរទេះសេះរទេះគោម៉ូតូឌុបបាទជាពិសេសគឺកង់សហគមន៍ដែលយើងរៀបចំជួលជូនភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលលោកមកកំសាន្តនៅលើទីនេះ ដើមរដូវវស្សានេះគឺជារដូវកាលបៃតងសម្រាប់តំបន់ទេសចរកោះទ្រង់គួរជាទីទស្សនាកម្សាន្តសម្រាប់ភ្ញៀវទេសចរនៅសហគមន៍ទេសចរធម្មជាតិកោះទ្រង់ក្នុងក្រុងក្រចេះនាដើមរដូវវស្សានេះភ្ញៀវទេសចរជាតិនិងអន្តរជាតិក៏អាចទៅទស្សនានិងលេងកម្សាន្តលើកោះមួយនេះបានដោយរដូវកាលនេះជារដូវកាលបៃតង មន្ទីរទេសចរខេត្តក្រចេះក៏បានបញ្ជាក់ថាក្នុងតំបន់សហគមន៍ទេសចរធម្មជាតិកោះទ្រង់គឺជាសហគមន៍ដែលទាក់ទាញដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលសារប្រជាជនក្នុងតំបន់មួយនេះមានភាពរុះរាយរាក់ទាក់ស្មោះត្រង់និងចេះជួយយកអាសាធ្វើឲ្យភ្ញៀវទេសចរដែលទៅលេងកម្សាន្តក្នុងតំបន់នេះមានអារម្មណ៍ថាសប្បាយរីករាយជាមួយប្រជាពលរដ្ឋក្នុងសហគមន៍ លោកប៊ុនបានប្រធានសហគមន៍អេកូទេសចរកោះទ្រង់ថានៅរដូវបៃតងនេះសហគមន៍របស់លោកនៅតែបម្រើសេវាកម្មដល់ភ្ញៀវទេសចរបានដែលមានមធ្យោបាយជាច្រើនសម្រាប់ដឹកភ្ញៀវទេសចរទស្សនាអំពីទិដ្ឋភាពប្រជាពលរដ្ឋដូចជាការដាំដំណាំរួមផ្សំផ្សេងៗផងដែរនិងការរស់នៅជាមួយធម្មជាតិផងលោកប៊ុនបានក៏បានបញ្ជាក់បន្ថែមពីសេវាកម្មក្នុងតំបន់សហគមន៍របស់លោកដែលមានផ្ទះ ស្នាក់សហគមន៍ម្ហូបអាហារសួនដាំបន្លែនិងមានម៉ូតូឌុបរទេះសេះរទេះគោជួលកង់ជិះលេងកម្សាន្តជុំវិញកោះនេះបានថែមទៀត ពាក់ព័ន្ធទៅលើសង្កាត់កោះទ្រង់នារដូវវស្សានារដូវបៃតងយ៉ាងហ្នឹងគឺគាត់បានទស្សនកិច្ចកំសាន្តហើយជាលក្ខណៈមួយគាត់មកនេះគឺគាត់ចង់ឃើញអ្វីមួយប្លែកពីប្រជាពលរដ្ឋដែលរស់នៅលើកោះទ្រង់យ៉ាងហ្នឹងហើយនឹងចូលរួមការដាំបន្លែធ្វើទ្រង់មន់ជួយដាំដើមចេកក្នុងភូមិក្នុងអីចឹងវាជាអំណោយផលល្អមួយដល់ប្រជាពលរដ្ឋអញ្ចឹងបើសិនជាអស់លោកស្រីដែលលោកកំពុងតែធ្វើដំណើរមកទស្សនាកំសាន្តនេះក្នុងការធ្វើដំណើរ ដោយការរៀបចំជាមធ្យោបាយក្នុងការធ្វើដំណើរមានកង់មានរទេះសេះរទេះគោម៉ូតូឌុបបាទជាពិសេសគឺកង់សហគមន៍ដែលយើងរៀបចំជួលជូនភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលលោកមកកំសាន្តនៅលើទីនេះ គូបញ្ជាក់ថាកោះទ្រង់ជាតំបន់ដែលមានសក្តានុពលនៃវិស័យអេកូទេសចរបែបធម្មជាតិមួយដ៏ត្រកាលក្នុងចំណោមតំបន់ទេសចរជាច្រើនទៀតរបស់ខេត្តក្រចេះហើយកោះទ្រង់មួយនេះក៏បានក្លាយជាភូមិស្អាតមានអនាម័យនិងបរិស្ថានល្អជាការទាក់ទាញដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ